ហើយបានសម្រេចចិត្តរៀបរៀងរឿងពិតរបស់រស្មីនិងវិចិត្រទុកជាសៀវភៅតូចមួយដើម្បីចែករំលែកដល់អ្នកភូមិនិងអ្នកដទៃទៀតផងដែរនាងបានពន្យល់ដល់ចៅទូតរបស់ត្រកូលមឿងពីអ្វីដែលនាងបានរកឃើញហើយពួកគាត់មានអារម្មណ៍ខ្មាស់អៀននិងសោកស្ដាយចំពោះទង្វើរបស់ដូនតាខ្លួនទោះបីជាវិញ្ញាណក្ខន្ធកូនក្រមុំខ្មោចប្រហែលជាលែងមានវត្តមាននៅក្នុងផ្ទះចាស់នោះទៀតហើយក្តីក៏រឿងរ៉ាវរបស់នាងនៅតែបន្តរស់រវើកតាមរយៈការចងចាំនិងការយល់ដឹងពីប្រវត្តិពិតស្រីលក្ខបានជួយបំភ្លឺនិងភាពងងឹតនៃអតីតកាលដ៏សោកសៅមួយនេះហើយរំលឹកយើងថាអាចកំបាំងដ៏គួរឲ្យខ្លាចបំផុតជួនកាលមិនមែនជាខ្មោចទេប៉ុន្តែជាទង្វើដ៏អាក្រក់របស់មនុស្សទៅវិញសូមអរគុណដែលលោកអ្នកបានតាមដានស្ដាប់សំឡេងដ៏ក្រអួនក្រអៅចេញពីក្រអមមាត់ដ៏ក្រអូបរបស់ admin ហើយសូមកុំភ្លេចជួយចុច Subscribe ចុចរូបកណ្ដឹងម្នាក់មួយដើម្បីឲ្យ admin មានលុយទិញសាប៊ូបណ្ដុះសក់បន្ថែមផងនៅពេលនេះសំណើររន្ធត់សូមជម្រាបសួរ